សេចក្តីសង្ខេបសៀវភៅ Atomic Habits ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងស្វែងយល់អំពីសៀវភៅដ៏មានឥទ្ធិពលមួយស្តីពីការអភិវឌ្ឍខ្លួននិងការផ្លាស់ប្ដូរឥរិយាបថគឺសៀវភៅទម្លាប់ Atomic Habits និពន្ធដោយលោក James Clear សៀវភៅនេះបង្រៀនយើងនូវមេរៀនដ៏សំខាន់មួយគឺអ្នកមិនឡើងដល់កម្រិតគោលដៅរបស់អ្នកទេតែអ្នកនឹងធ្លាក់មកកម្រិតនៃទម្លាប់ដែលអ្នកអនុវត្តប្រចាំថ្ងៃមនុស្សភាគច្រើនផ្ដោតលើគោលដៅប៉ុន្តែមនុស្សជោគជ័យផ្ដោតលើទម្លាប់តោះយើងមកស្វែងយល់ពីមេរៀនសំខាន់ៗនៃសៀវភៅនេះទាំងអស់គ្នាមេរៀនទី1ទម្លាប់តូចៗបង្កើតលទ្ធផលធំៗមនុស្សជាច្រើនគិតថាភាពជោគជ័យកើតឡើងពីការខិតខំយ៉ាងខ្លាំងនៅក្នុងរយៈពេលខ្លីប៉ុន្តែលោក James Clear បង្ហាញថាភាពជោគជ័យកើតឡើងពីការកែលម្អតូចៗដែលធ្វើជាប្រចាំបើអ្នកប្រសើរឡើងបានត្រឹមតែ 1% ក្នុងមួយថ្ងៃនោះលទ្ធផលនឹងកើនឡើងយ៉ាងអស្ចារ្យនៅក្នុងរយៈពេលវែងដូចជាការសន្សំប្រាក់បន្តិចម្ដងដែលអាចក្លាយទៅជាទ្រព្យសម្បត្តិដ៏ច្រើនមួយនៅពេលអនាគតទម្លាប់ក៏ដូចគ្នាដែរភាពជោគជ័យមិនមែនកើតឡើងត្រឹមតែមួយយប់នោះទេជាលទ្ធផលនៃសកម្មភាពតូចៗដែលធ្វើជាប្រចាំអស់រយៈពេលច្រើនឆ្នាំគុណភាពជីវិតរបស់អ្នកអាស្រ័យលើគុណភាពនៃទម្លាប់របស់អ្នកមេរៀនទី2ផ្ដោតលើរបៀបមិនមែនផ្ដោតតែលើគោលដៅនោះទេមនុស្សគ្រប់គ្នាមានគោលដៅសិស្សចង់បានបន្ទុកល្អអត្តពលិកចង់ឈ្នះជើងឯកអ្នកចំនួនចង់ទទួលបានជោគជ័យប៉ុន្តែការមានតែគោលដៅមួយមុខមិនគ្រប់គ្រាន់នោះទេបើគ្រាន់តែមានគោលដៅគ្រប់គ្រាន់នោះមនុស្សគ្រប់គ្នាដែលមានគោលដៅនឹងទទួលបានជោគជ័យទាំងអស់គ្នាបាត់ហើយអ្វីដែលធ្វើឲ្យមានភាពខុសគ្នាគឺរបៀបឬក៏ប្រព័ន្ធគោលដៅគឺជាលទ្ធផលដែលអ្នកចង់បានរបៀបគឺជាសកម្មភាពដែលអ្នកធ្វើរាល់ថ្ងៃឧទាហរណ៍គោលដៅសម្រកទម្ងន់របៀបហាត់ប្រាណជាប្រចាំញ៉ាំអាហារដែលមានសុខភាពល្អគោលដៅសរសេរសៀវភៅមួយក្បាលរបៀបសរសេរមួយទំព័ររៀងរាល់ថ្ងៃចូលផ្ដោតលើដំណើរការហើយលទ្ធផលវានឹងមកតាមក្រោយមេរៀនទី3ផ្លាស់ប្ដូរអត្តសញ្ញាណរបស់អ្នកនេះគឺជាគំនិតសំខាន់បំផុតមួយនៅក្នុងសៀវភៅនេះមនុស្សភាគច្រើនព្យាយាមផ្លាស់ប្ដូរសកម្មភាពរបស់ខ្លួនប៉ុន្តែលោក James Clear និយាយថាយើងគួរតែផ្លាស់ប្ដូរអត្តសញ្ញាណការគិតរបស់ខ្លួនជាមុនសិនជំនួសឲ្យការនិយាយថាខ្ញុំចង់អានសៀវភៅឲ្យបានច្រើនសូមនិយាយថាខ្ញុំជាមនុស្សដែលចូលចិត្តអានជំនួសឲ្យការនិយាយថាខ្ញុំចង់ហាត់ប្រាណសូមនិយាយថាខ្ញុំជាមនុស្សដែលថែរក្សាសុខភាពការផ្លាស់ប្ដូរដែលស្ថិតស្ថេរកើតឡើងនៅពេលដែលទម្លាប់ក្លាយទៅជាផ្នែកមួយនៃអត្តសញ្ញាណរបស់អ្នករាល់សកម្មភាពតូចៗគឺជាការបោះជំហានដើម្បីក្លាយទៅជាមនុស្សដែលអ្នកចង់បានសូមសួរខ្លួនឯងថាតើខ្ញុំចង់ក្លាយទៅជាមនុស្សបែបណាបន្ទាប់មកបង្ហាញវាតាមរយៈទម្លាប់ប្រចាំថ្ងៃរបស់អ្នកមេរៀនទី4ច្បាប់4យ៉ាងសម្រាប់បង្កើតទម្លាប់ល្អលោក James Clear បានបង្ហាញច្បាប់4យ៉ាងសម្រាប់បង្កើតទម្លាប់ល្អច្បាប់ទី1ធ្វើឲ្យច្បាស់លាស់រៀបចំបរិយាកាសជុំវិញខ្លួនដើម្បីរំលឹកអ្នកអំពីទម្លាប់ល្អចង់អានសៀវភៅដាក់សៀវភៅនៅលើតុចង់ផឹកទឹកឲ្យបានច្រើនដាក់ទឹកនៅក្បែរខ្លួនធ្វើឲ្យជាសញ្ញារំលឹកដែលងាយមើលឃើញច្បាប់ទី2ធ្វើឲ្យតាក់ទាញជាប់ទម្លាប់ល្អជាមួយនឹងអ្វីដែលអ្នកចូលចិត្តឧទាហរណ៍ស្ដាប់អំពីអត្ថបទដែលមានប្រយោជន៍ podcast ដែលអ្នកចូលចិត្តខណៈពេលដែលអ្នកកំពុងហាត់ប្រាណច្បាប់ទី3ធ្វើឲ្យងាយស្រួលចាប់ផ្ដើមធ្វើពីតិចៗទៅចង់ទម្លាប់អានសៀវភៅអានម្ដងតែមួយទំព័រសិនទៅបានហើយចង់ហាត់ប្រាណចាប់ផ្ដើមត្រឹមតែ5នាទីក្នុងម្ដងទៅបានហើយទម្លាប់ដែលងាយស្រួលវានឹងងាយអនុវត្តបានជោគជ័យច្បាប់ទី4ធ្វើឲ្យពេញចិត្តផ្ដល់រង្វាន់តូចៗដល់ខ្លួនឯងបន្ទាប់ពីបំពេញទម្លាប់បានជោគជ័យគូក្បាលមនុស្សយើងចូលចិត្តអ្វីដែលផ្ដល់អារម្មណ៍ល្អអបអរសាទរជ័យជំនះតូចៗរបស់អ្នកចូលចាំថាភាពជាប់លាប់សំខាន់ជាងភាពល្អឥតខ្ចោះមេរៀនទី5បំបត្តិទម្លាប់អាក្រក់ច្បាប់ទាំង4ខាងលើអាចប្រើផ្ទុយគ្នាដើម្បីបំបត្តិទម្លាប់អាក្រក់គឺយើងធ្វើឲ្យវាមើលមិនឃើញធ្វើឲ្យវាមិនតាក់ទាញធ្វើឲ្យវាពិបាកធ្វើឲ្យវាមិនពេញចិត្តឧទាហរណ៍បើអ្នកចំណាយពេលច្រើននៅលើបណ្ដាញសង្គមសូមលុបកម្មវិធីនោះចេញពីផ្ទាំងមុខរបស់ទូរស័ព្ទអ្នកបង្កើតឧបសគ្គចំពោះទម្លាប់អាក្រក់កាន់តែពិបាកកាន់តែមិនសូវធ្វើមេរៀនទី6កុំឲ្យខកខានពីរដងជាប់គ្នាគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេគ្រប់គ្នាសុទ្ធតែអាចធ្វើខុសការខកខានការហាត់ប្រាណមួយថ្ងៃមិនមែនជាបញ្ហានោះទេអ្នកអាចខកខានទម្លាប់ល្អបានមួយថ្ងៃព្រោះបញ្ហាមិនមែនការខកខានត្រឹមមួយថ្ងៃនោះទេបញ្ហាគឺនៅត្រង់ថាយើងខកខានជាបន្តបន្ទាប់លោក James Clear ផ្ដល់ដំបូន្មានសាមញ្ញមួយថាកុំឲ្យខកខានពីរដងជាប់គ្នាបើអ្នកខកខានថ្ងៃនេះសូមចាប់ផ្ដើមឡើងវិញថ្ងៃស្អែកចូលចាំថាភាពជាប់លាប់ឈ្នះភាពល្អឥតខ្ចោះជានិច្ចមេរៀនទី7ទម្លាប់បង្កើតអនាគតរបស់អ្នករាល់សកម្មភាពដែលអ្នកធ្វើថ្ងៃនេះកំពុងតែបង្កើតអនាគតរបស់អ្នកនៅថ្ងៃស្អែកទម្លាប់ប្រចាំថ្ងៃរបស់អ្នកកំណត់សុខភាពហិរញ្ញវត្ថុទំនាក់ទំនងចំណេះដឹងនិងភាពជោគជ័យរបស់អ្នកមិនអាចក្លាយទៅជាអ្នកជោគជ័យភ្លាមៗទេអ្នកក្លាយទៅជាមនុស្សជោគជ័យតាមរយៈការសម្រេចចិត្តត្រូវតូចៗរាប់ពាន់ដងដែលធ្វើជាប្រចាំចំណុចសំខាន់ៗដែលត្រូវចងចាំ1ទម្លាប់តូចៗបង្កើតលទ្ធផលធំៗ2ផ្ដោតលើរបៀបឬក៏ប្រព័ន្ធមិនមែនផ្ដោតតែលើគោលដៅនោះទេ3កសាងអត្តសញ្ញាណដែលអ្នកចង់បានការផ្លាស់ប្ដូរចំពោះខ្លួនឯង4ធ្វើឲ្យទម្លាប់ល្អមានលក្ខណៈច្បាស់លាស់តាក់ទាញងាយស្រួលនិងពេញចិត្ត5ធ្វើឲ្យទម្លាប់អាក្រក់មើលមិនឃើញមិនតាក់ទាញពិបាកនិងមិនពេញចិត្ត6កុំឲ្យខកខានពីរដងជាប់គ្នា7ភាពជាប់លាប់គឺជាគន្លឹះនៃការជោគជ័យរយៈពេលវែងសេចក្តីសន្និដ្ឋានសារសំខាន់បំផុតនៃសៀវភៅទម្លាប់អាតូមិកគឺ
ការផ្លាស់ប្ដូរតូចៗដែលយើងធ្វើជាប់ជាប្រចាំរាល់ថ្ងៃអាចបង្កើតលទ្ធផលដ៏អស្ចារ្យនាពេលអនាគតអ្នកមិនចាំបាច់ផ្លាស់ប្ដូរជីវិតទាំងមូលនៅក្នុងមួយយប់នោះទេអ្នកគ្រាន់តែត្រូវធ្វើឲ្យវាប្រសើរឡើងត្រឹមតែ 1% ជារៀងរាល់ថ្ងៃតែប៉ុណ្ណោះទៅបានហើយពីព្រោះទម្លាប់តូចៗនៅថ្ងៃនេះនឹងក្លាយទៅជាភាពជោគជ័យដ៏ធំនៅថ្ងៃស្អែកសូមអរគុណសម្រាប់ការទស្សនាប្រសិនបើលោកអ្នកចូលចិត្តវីដេអូនេះសូមចុច like share និង subscribe ដើម្បីទទួលបានវីដេអូល្អៗបន្ថែមទៀតជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ